chưa ôi ba con chơi cho dù đây có đôi chỉ chừng xưa đọt bọc mày bọc ổn tao khní chụp chung mùi xem đồng tiết nó không video mấy video này phong này cái dương thua nằm này cầm san từ lên khai kép nâng khai compot này tao khní ngược tới tăng bị bực này tao khní ngược từ mỏng pram chẳng chừng nằm nào tao lời nít lư bắt thấy nít cái chia chừng nó thì mũi dương chụp nơi gà sang chẳng này về lời dương chụp nó nạc ca thì muối đi bằng một tiền nữa người đi về một cục nền đồng rồi នេះគឺជាថ្ងៃរះចឹងមើលទៅសោះស្អាតខ្លាំងមែនតើហើយនេះគឺយើងម៉ោងខ្ទង់6ជាងហើយអ្នកនរគ្នាឡើងមកដល់ហ្នឹងគឺយើងឈប់ម្ដងអញ្ចឹងណាអញ្ចឹងយើងឈប់បាត់ហើយបាត់ជើងហើយចុះឲ្យស្រួលខ្លួនទីអញ្ចឹងណាយើងក៏បន្តដំណើរទៅមុខទៀតយើងជិះម៉ូតូមកសបកមកក៏យើងមកដល់កន្លែងលោកយាយម៉ៅហើយគឺខ្ញុំមកដែរភ្លេចដែរឲ្យតែជិះតាមផ្លូវហ្នឹងត្រូវទៅគឺខ្ញុំចូលឲ្យធូបឲ្យសុំសេចក្តីសុខតាមផ្លូវអញ្ចឹងណាអ្នកនរគ្នាដែលជិះតាមផ្លូវជាល្បីប្រកាសជាស្គាល់ហើយគឺកន្លែងលោកយាយម៉ៅបាទអញ្ចឹងក៏យើងបានឲ្យធូបសុំសេចក្តីសុខទាំងអស់គ្នាបន្ទាប់មកក៏យើងបន្តដំណើរទៅមុខទៀតអ្នកនរគ្នាគឺយើងបានមកដល់ទឹកដីខេត្តកំពតទៅហើយបាទបន្ទាប់ពីដល់កំពតហើយក៏យើងរកកន្លែងដើម្បីឈប់សម្រាប់ញ៉ាំបាយអ្នកនរគ្នាព្រោះពេលព្រឹកទៅហ្នឹងគឺយើងអត់បានញ៉ាំបាយអញ្ចឹងយើងឃ្លានអញ្ចឹងក៏ចូលទៅរកញ៉ាំអីញ៉ាំបាយញ៉ាំកាទៀវអញ្ចឹងណាពេលព្រឹកបន្ទាប់មកក៏យើងបានទៅចាំគ្នាអ្នកនរគ្នាចេញមកពីកន្លែងញ៉ាំបាយយើងបាត់គ្នាអញ្ចឹងយើងក៏បន្តដំណើរឡើងទៅភ្នំបូកគោនេះយើងក៏បានមកដល់ផ្លូវទ្វារដែលត្រូវឡើងទៅបូកគោហើយមុននឹងបន្តដំណើរទៅមុខទៀតគឺយើងថតរូបសប្បាយៗសិនអ្នកនរគ្នាបន្ទាប់ពីថតរូបរួចរាល់ក៏យើងបន្តដំណើរទៅមុខទៀតអ្នកនរគ្នាយើងអត់នៅធ្វើនឹងទេព្រោះយើងចង់ឡើងលេងនៅលើបូកគោនិយាយពីទស្សនវិជ្ជាតាមផ្លូវវិញគឺស្រស់ស្អាតខ្លាំងមែនតើអ្នកដែលធ្លាប់ឡើងបូកគោគឺដឹងហើយបន្ទាប់ពីយើងជិះម៉ូតូយើងយូរដែរអ្នកនរគ្នាក៏បានមកដល់កន្លែងកាហ្វេយើងសម្រាប់សម្ហែកាយនៅនឹងសិនអញ្ចឹងណាមួយយើងជិះម៉ូតូយើងយូរដែរអ្នកនរគ្នាអញ្ចឹងក៏ត្រូវការសម្រាប់ដើម្បីឲ្យបាត់ចុកដៃចុកជើងផងដែរហើយនេះយើងហាងកាហ្វេប៉ុន្តែយើងបានចូលញ៉ាំទេឆោនេះមកដល់កាហ្វេដាច់កាហ្វេយើងញៀន អញ្ចឹងយើងក៏ឈប់ថតរូបសប្បាយៗហើយនេះបរោះកម្ពុជាសិតណានេះឈប់សិតតែម្ដងនេះគឺហាងកាហ្វេគេនឹងឯងយើងអាចអ្នកដែលគាត់ធ្លាប់ឆ្លងកាត់ទៅហ្នឹងគឺស្គាល់ហើយចំពោះកន្លែងថតរូបវិញគឺស្រស់ស្អាតខ្លាំងមែនតើអ្នកនរគ្នាដែលឆ្លងកាត់នេះហ្នឹងគឺអាចនឹងចូលលេងបានមិនងាយមានពេលណាបានមកយូរបានមកលេងម្ដងអញ្ចឹងមានកន្លែងស្អាតអញ្ចឹងចាំកាត់បនថតលេងអស់ដៃទៅហើយទាំងអស់នេះគឺជាសកម្មភាពដែលគ្នាខ្ញុំក៏ថតរូបសប្បាយៗអត់តែខ្ញុំទេអត់សូវមានរូបច្រើនទេខ្ញុំរវល់ថតវីដេអូអញ្ចឹងអត់សូវមានរូបភាពច្រើននេះថតកន្លែងទី1អស់ចិត្តយើងមកថតកន្លែងទី2ហើយនេះអត់ដេកទេមកយប់អញ្ចឹងអាំងស្ងាត់បន្ទាប់ពីថតរូបបានរួចរាល់ហើយយើងក៏បន្តដំណើរទៅមុខទៀតដល់គ្នាយើងមកដល់កន្លែងលោកយាយម៉ៅប៉ុន្តែខ្ញុំក៏អត់បានឈប់នៅនឹងដែរខ្ញុំក៏បន្តដំណើរមកមុខទៀតមកដល់ខ្លោងទ្វារឋានសួគ៌បូកគោតែម្ដងយើងក៏ឈប់ថតរូបថតអីហើយយើងក៏បន្តដំណើរទៅមុខទៀតអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវដើរឲ្យបានច្រើនកន្លែងតិចយើងទៅមួយថ្ងៃមកល្ងាចមែនប៉ុន្តែយើងទៅបានច្រើនកន្លែងអញ្ចឹងណាអញ្ចឹងពេលខ្លះក៏រៀងអែមដែរហើយឥឡូវនេះយើងមកដល់វត្តសំពៅ5អ្នកទាំងអស់គ្នាហើយវត្តសំពៅ5នេះផងដែរគឺខ្ញុំលើកទី1ឯងដែលមកខ្ញុំមកលេងកំពតបាន2 3ដងដែរប៉ុន្តែអត់ដែរមកទីនេះទេគឺលើកទី1ដែរខ្ញុំមកដល់ដោយសារតែគ្នាខ្ញុំក៏ស្គាល់អញ្ចឹងគាត់នាំមកលេងអញ្ចឹងណាអញ្ចឹងក៏យើងឡើងទៅលើទៅព្រោះនៅលើមានទេសភាពស្អាតកន្លែងថតរូបលយទៀតអញ្ចឹងយើងឡើងមកដល់លើហើយខ្ញុំក៏ផ្ដិតយកទស្សនភាពនៅក្នុងវត្តហ្នឹងហើយនៅខាងលើគឺមានភាពស្រស់ស្អាតខ្លាំងមែនទែននេះគឺជារូបសំពៅដែលខ្ញុំគាត់ប្រាប់ខ្ញុំអញ្ចឹងទៅខ្ញុំអត់ដែរមកអត់ស្គាល់អញ្ចឹងទៅគាត់ធ្លាប់មកគាត់ស្គាល់គាត់ប្រាប់បើនិយាយពីទស្សនភាពខាងលើនេះវិញគឺស្រស់ស្អាតខ្លាំងមែនទែនដោយសារតែយើងនៅខ្ពស់អញ្ចឹងមើលទៅក្រោមគឺស្រស់ស្អាតខ្លាំងមែនទែនពីកន្លែងថតរូបវិញមិនខ្វះទេឲ្យតែយើងទៅដល់គឺខ្វះទេកន្លែងថតរូបយើងថតអស់មកកន្លែងអស់ចិត្តយើងទៅតាមមួយកន្លែងទៀតអញ្ចឹងនៅកន្លែងនេះគឺខ្ញុំដើរទៅរកកន្លែងថតរូបមើលពីលើគឺស្រស់ស្អាតខ្លាំងមែនទែនយើងថតយករូបភាពអញ្ចឹងណាពីថតកន្លែងហ្នឹងរួចរាល់អស់ហើយគ្នាខ្ញុំគាត់នៅក្រោមលើគាត់ឡើងមកលើដើម្បីថតរូបកន្លែងហ្នឹងដែរអញ្ចឹងណាដោយសារទេសភាពស្អាតអញ្ចឹងខ្ញុំក៏ហៅគាត់ឡើងមកថតនៅលើទៅរូបភាពគេកំពុងតាំងសមាធិចិត្តត្រាស់ដឹងហើយអ្នកគ្នាលេងសើចមិនបានទេបន្ទាប់ពីត្រាស់ដឹងបាទចឹងទៅបាទអញ្ចឹងកំពូលមនុស្សសកម្មភាពគឺខុសប្លែកគេរហូតបន្ទាប់ពីយើងបានថតរូបលេងនៅលើអស់ហើយក៏យើងចុះមកក្រោមវិញអ្នកគ្នាហើយក៏ទិញអីញ៉ាំនេះដល់គ្នាព្រោះយើងរៀងថ្ងៃដែរចឹងឃ្លានទៀតហើយដល់ពេលដែលត្រូវញ៉ាំហើយក៏ទិញសាច់ម្នាក់ម្ដុំញ៉ាំហើយនឹងតឹងពៅអីចឹងណាបន្ទាប់ពីញ៉ាំហើយយើងក៏បន្តដំណើរទៅមុខទៀតហើយទៅកន្លែងថ្មីទៀតហើយនេះគឺដែលគ្នាខ្ញុំគាត់មកគាត់ធ្លាប់មកគាត់ស្គាល់ហ្នឹងគឺកន្លែងកាស៊ីណូចាស់អ្នកនរគ្នាអញ្ចឹងខ្ញុំហៅតាមគាត់ដែរទេព្រោះគាត់ប្រាប់ថាកន្លែងហ្នឹងគឺកាស៊ីណូចាស់ហើយនិយាយពីទស្សនវិជ្ជានិងទេសភាពវិញគឺស្អាតដូចគ្នាមិនខ្វះទេកន្លែងថតរូបអីមើលតែទស្សនវិជ្ជាតាមនៅក្នុងវីដេអូហ្នឹងគឺដឹងតែស្រស់ស្អាតប៉ុណ្្នឹងហើយបើឃើញផ្ទាល់ទៀតគឺលើសនឹងទៀតនេះគឺទស្សនវិជ្ជានៅជុំវិញកាស៊ីណូចាស់ហ្នឹងឯងហើយនេះរូបរាងពេញមកវាគឺបែបហ្នឹងខ្ញុំទៅដល់លើកទី1ដែរទេអញ្ចឹង
អ្នកគ្នាគាត់ស្គាល់អញ្ចឹងនាំទៅលេងអញ្ចឹងតើបើយើងចេញពី casino ចាស់យើងមកខេត្តកែបវិញអ្នកនរគ្នាមកលេងឆ្នេរកែបអញ្ចឹងណាអ្នកដែលធ្លាប់ទៅលេងកែបហ្នឹងគឺស្គាល់កន្លែងឆ្នេរកែបហ្នឹងឯងកន្លែងទីតាំងហ្នឹងឯងនេះបរោះខូចរបស់យើងពួកសកម្មភាពវិញគឺមិនដែលច្រឡំគេទេខុសគេរហូតដល់ថែមក្រែមថែមអីណាដូចអីហ្នឹងស្អីក៏មុំបន្ទាប់ពីយើងថតរូបថតអីលេងហើយយើងក៏បន្តទៅណាខ្ញុំទៅលេងនៅឆ្នេរដង្កោអ្នកគ្នានៃទិដ្ឋភាពដែលយើងជិះតាមផ្លូវទៅលេងឆ្នេរដង្កោហ្នឹងឯងនេះគឺយើងជិះមកសបកមកគឺមកដល់ឆ្នេរដង្កោហើយឆ្នេរដង្កោនេះក៏លើកទី1ដែលខ្ញុំមកដែរពួកខ្ញុំមិនដែលមកដល់ហ្នឹងទេយើងទៅអត់សូវបានដើរលេងច្រើនអ្នកគ្នាអញ្ចឹងមកតាមគ្នាខ្ញុំតែគាត់ធ្លាប់ដើរគាត់ស្គាល់ទីតាំងច្រើនអញ្ចឹងណាអញ្ចឹងយើងដើរតាមគេទៅយើងស្គាល់ដែរអញ្ចឹងមកក៏អង្គុយទិញអីញ៉ាំយើងកំងអីញ៉ាំនៅមាត់ឆ្នេរដង្កោហ្នឹងឯនេះគឺមាននុយយកគេគឺយើងកំងអីញ៉ាំទៅកំងអីញ៉ាំនៅមាត់ឆ្នេរមាត់សមុទ្រអញ្ចឹងទៅយើងមើលថ្ងៃលិចអីចឹងណាអញ្ចឹងអែមដែរចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាពីដើមដល់ចប់សូមកុំភ្លេចជួយចុច like ចុច subscribe follow ម្នាក់មួយផងជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយអរគុណច្រើន